ឌីលខ្ញុំមីល្ងងបើសិនជាខ្ញុំហ្នឹងឌីលគាត់មីល្ងងវិញតែសំដែរឬទេបងប្អូនផ្កាកណាធម្មជាតិនេះធំណាស់បងប្អូនអើយប៉ុនមុខនាងខ្ញុំតែម្ដងសម្រាប់បងប្អូននេះបងប្អូនជាទីគោរពនាងខ្ញុំត្រូវចែកក្នុង15នាក់បានម្នាក់1គីឡូប៉ុន្តែមានតែ12គីឡូអញ្ចឹងនាងខ្ញុំធ្វើជ្រក់វិញបងប្អូននេះតាមដានเพจវិនបុកល្ហុងនាងខ្ញុំចែកចាយចានៅក្នុងเพจហ្នឹងនាងខ្ញុំធ្វើជ្រក់ចាយហើយមានហ្វេននាងខ្ញុំម្នាក់ទៀតគាត់ទិញកឹមជ្រីរបស់នាងខ្ញុំ15កំប៉ុងដើម្បីជូនហ្វេនតគ្នាចាអញ្ចឹងបងប្អូនតាមដានเพจបុកល្ហុងនេះខាងកណ្ដាលនេះបើសិនជានាងខ្ញុំលក់អាច120,000បងប្អូនចា120,000ស៊ីផុយតែម្ដងដោយសារតែធម្មជាតិ1លាន%ដីខ្សាច់នាងខ្ញុំកែប្រែមកដីជីកំប៉ុស្តអស់រយៈកាល75ឆ្នាំហើយអត់ដែលប្រើជីខាងក្រៅទេបន្លែទាំងនេះនាងខ្ញុំមិនដែលលក់ទេពីមុនហ្នឹងនាងខ្ញុំធ្វើលក់ហ្នឹងនាងខ្ញុំធ្វើលេងទេចាក៏ប៉ុន្តែបច្ចុប្បន្ននេះនាងខ្ញុំអត់ដែលលក់ទេគឺនាងខ្ញុំចែកនៅក្នុងเพจវិនបុកល្ហុងបងប្អូនខ្លះមកឃើញច្រើនអញ្ចឹងក៏ចង់បានក៏ចង់ទិញដល់ពេលកូនចៅរបស់នាងខ្ញុំប្រាប់ថាអត់លក់ទេឌីលថានាងខ្ញុំហ្នឹងគឺជាមីល្ងងមិនដឹងមីមួយណាមីល្ងងពិតប្រាកដទេបងប្អូនចាបន្លែនេះបើសិនជានាងខ្ញុំលក់ក្នុងមួយឆ្នាំអាចបាន200-300អីហ្នឹងមួយឆ្នាំណាដោយសារតែប្រេងនាងខ្ញុំមួយឆ្នាំដាំបានម្ដងទេសម្រាប់ការផលច្រើនអញ្ចឹងចាជាទូទៅគឺពេលទុកហូបខ្លួនឯងចាអញ្ចឹងនាងខ្ញុំទុកបន្លែហ្នឹងធ្វើជា content វីដេអូរបស់នាងខ្ញុំរកលុយពី Facebook អាចមួយខែ800-900អីដែរហ្នឹងណាហេភ្លើខ្លួនឯងសោះហ្នឹងទៅបតោសភ្លើងងឹតចាល្ងងខ្លួនឯងសោះហ្នឹងថាគេហ្នឹងដាក់ភ្លើងងឹតបានបរាជ័យនៅពេលកូវីដអស់អាលីងមានគេមើងងាយឌៀមដាមនាងខ្ញុំកាត់តែច្រើនទៅឲ្យបងប្អូនជួយគិតទៅមើលនាងខ្ញុំរកស៊ីបរាជ័យនាងខ្ញុំអត់ដែលជឿលើភ្លើងងឹតទេក៏ប៉ុន្តែនៅពេលដែរនាងខ្ញុំចាប្រកាសលក់ហាងនាងខ្ញុំលក់ហើយនាងខ្ញុំផ្ដាច់ធនាគារនាងខ្ញុំមកនៅទីនេះក៏ប៉ុន្តែនាងខ្ញុំរើឃើញថោការសិតតែឡាមមូលហេតុអ្វីបានជាឡាមមាននៅក្នុងនឹងសឹងតែគ្រប់ថោតែម្ដងពេលដែលនាងខ្ញុំចេញរកស៊ីដំបងបងប្អូនអើយមានតាំងពីឆ្អឹងខ្មោចបងប្អូនមានតាំងពីអង្កែបប្រឡាត់ស្បែកចាយកចំច្រើនណាស់អាហ្នឹងសុកពីរត់ចូលមែនបងប្អូនចាហើយចំនួនហ្នឹងនាងខ្ញុំ5លើ5ទេបងប្អូនហើយអ្នកខ្លះឌៀមដាមថាងបានប្តីកាន់សិលហើយហេតុអីទៅជឿលើអញ្ចឹងប្តីខ្ញុំក៏អត់ជឿដែរបងប្អូនអត់ជឿទេក៏ជឿតែដាំអីបានហ្នឹងធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបមុនមែនបងប្អូននាងខ្ញុំមានបាបមែនចាទី1នាងខ្ញុំតមាត់ជាមួយព្រះរស់នាងខ្ញុំចិញ្ចឹមគាត់មែនក៏ប៉ុន្តែនាងខ្ញុំមិនដែលតាមគាត់ទេនាងខ្ញុំតមាត់គាត់រហូតហើយនាងខ្ញុំប្រមាថជីវិតសត្វសម្រាប់ឥតប្រណីដៃចេះកុហកភូតផពុកម្ដាយចាចេះកុហកភ្ញៀវចេះអីអញ្ចឹងណាបងប្អូនគាត់ថាប្រព្រឹត្តអំពើអាក្រក់អីអត់ទេចាគាត់ថាចេះតែប៉ុណ្្នឹងស្លាប់សត្វអីvẫnគ្មានប្រណីទេបងប្អូនចាហើយកុំឌៀមដាមលោកប្តីនាងខ្ញុំលោកប្តីនាងខ្ញុំអត់ដែលឌៀមដាមអ្នកទេបើសិនជាអ្នកមានអ្នកល្អតែអ្នកទៅលោកប្តីនាងខ្ញុំក៏អត់ជឿអញ្ចឹងដែរបងប្អូនគាត់ជឿសាងល្អបានល្អដាំអីបានហ្នឹងអ្នកណាប្រព្រឹត្តអាក្រក់សម្រាប់គេអ្នកហ្នឹងមានទោសអត់មានអ្នកណាទទួលទោសជំនួសទេអ្នកគឺជាអ្វីបានអ្នកចូលចិត្តឌៀមដាមគេម៉េចប្រើសាប៊ូសៀមមានបានសក់បងល្អម៉ងបងពីមុនសក់បងថាមហាកម្ពុជាអាក្រក់ឥឡូវនេះគឺស្អាតមែនតែនតែសាប៊ូហ្នឹងសាប៊ូសៀមមានបងសាប៊ូនេះគឺសាប៊ូ collagen នាំចូលមកដោយក្រុមហ៊ុន TLE ណាសាប៊ូនេះល្អប្រើណាស់អូនអើយចំពោះអូនមានសរសៃសក់បែកចុងសរសៃសក់ស្ងួតសរសៃសក់ជ្រុះសរសៃសក់ដាច់ផុយសរសៃសក់លេងពណ៌ច្រើនអីអូនមើលបងជាគំរូនេះគឺជាសរសៃសក់នាងខ្ញុំដែលខូចជ្រុះផុយស្អិតជាប់គ្នាហ្នឹងបងប្អូនឥឡូវនេះសរសៃសក់របស់នាងខ្ញុំបច្ចុប្បន្នគឺជាដោយសារតែឈុតកក់សក់ collagen នឹងឯងឥឡូវនេះបងប្អូនអត់មានប្រេះបែកអីទេគឺសរសៃសក់នៅពេលដែលនាងខ្ញុំគៀបយ៉ាងណាក្តីក៏រលាស់រលោងទុនសវត្តមានទម្ងន់អត់មានបែកចុងទេបងប្អូនអើយចាអាចរកទិញបាន25ខែត្រង់កន្លែងលក់គ្រឿងក្រអូបហេ